រៀបសួរនិងសួស្តីពុកម៉ែបងប្អូនអរគ្នាវិលមករកប្លុកយើងថ្មីដោយសារយប់មិញយើងបានមើលបាល់ចប់ហើយអញ្ចឹងលទ្ធផលដែលបងប្អូនបានឃើញអញ្ចឹងគឺអេស្ប៉ាញបានយកឈ្នះទៅលើអាសង់ទីន1-0ដោយទទួលបាន Champion FIFA World Cup 2026អញ្ចឹងបន្ទាប់ពីយើងបានមើលបាល់រួចឥឡូវនេះយើងនឹងរៀបចំខ្លួនដើម្បីទៅដើរលេងបន្តិចនៅក្នុងខេត្តសៀមរាបអញ្ចឹងបងប្អូនចង់ដឹងថាតើយើងដើរលេងនៅត្រង់ណាខ្លះឬក៏ទីកន្លែងណាខ្លះកុំភ្លេចតាមដានឡុកនេះដល់ចប់ Let's go ធុញដល់ដឹងទៅណាស្មាននេះធ្វើការរដងឯណាធ្វើការដឹងទៅណាពួកយើងធ្លាប់សន្យាថាកាន់ដៃគ្នាចូលរោងការចូលអូចាយអស់ស្នេហាខ្ញុំមើលគិតមិនផុតពីរឿងទឹកភ្នែកអស់ស្នេហាខ្ញុំមើលកុំធ្វើឲ្យបងខូចចិត្តពេកគួរណាកើតពីណូសាយើងហាយហោកុំឃ្លាតកាយណៃចិត្តពីបងអត់ទេឥឡូវនេះយើងបានមកដល់ភូមិប្រដាក់អីដែលជាភូមិមួយដែលសម្បូរម្ហូបខ្មែរយើងច្រើនមែនទេហើយក៏មានម្ហូបជាច្រើនដែលល្បីដូចជាជ្រូកអាំងឬក៏មាន់អាំងឬក៏ជាម្ហូបផ្សេងពិសេសអ្វីដែលចង់ភ្លក់នេះគឺនំបកោត្រង់អញ្ចឹងថ្ងៃនេះយើងបានមកដល់កន្លែងនេះបងប្អូននេះជ្រូកអាំងដំណងដល់បងប្អូនអើយចេះកុំភ្លេចមើលវីដេអូនេះខ្ញុំនឹងសាកភ្លក់ឲ្យបងប្អូនបានមើលទាំងអស់គ្នាចឹងយើងមើលទស្សនវិជ្ជានៅក្នុងភូមិប្រដាក់អស់គ្នានេះគឺពេលថ្ងៃត្រង់ទេអញ្ចឹងសម្រាប់បងប្អូនអស់គ្នាដែលចង់ញ៉ាំអាហារពេលថ្ងៃត្រង់ឬក៏ញ៉ាំអាហារពេលល្ងាចពេលព្រឹកអីបងប្អូនអាចមើលនៅក្នុងភូមិប្រដាក់បាននៅក្នុងខេត្តសៀមរាបរបស់យើងនឹងទទួលនៅអារម្មណ៍ថ្មីនឹងទទួលរសជាតិថ្មីពីម្ហូបរបស់អ្នកភូមិនៅទីនេះអញ្ចឹងផ្លេចទៅចូលចំណាស់គ្នា